រៀបសួរមករួមថ្នាក់នឹងជម្រាបសួរបេក្ខជនបាក់ដប់ឆ្នាំ2026ជាទីគោរពស្រឡាញ់ដល់អាននេះខ្ញុំឈ្មោះសំឈវ័នមកពីវិទ្យាល័យនគរធំដែលជាបេក្ខជនបាក់ដប់ឆ្នាំ2026នេះផងដែរហើយតើសិស្សទី12ត្រូវត្រៀមលក្ខណៈសម្បត្តិយ៉ាងដូចនេះខ្លះដើម្បីត្រៀមមុនថ្ងៃប្រឡងនិងថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី10សីហាឆ្នាំ2026នេះយ៉ាងដូចនេះខ្លះជាដំបូងបេក្ខជនទាំងអស់ត្រូវត្រៀមខ្លួនរំលឹកមេរៀនឬក៏សង្ខេបមេរៀនថាតើមុខវិជ្ជាណាខ្លះត្រូវប្រឡងនៅថ្ងៃខាងមុខដូចជាមេរៀនគណិតវិទ្យាអ្នកទាំងអស់គ្នាត្រូវរំលឹករូបមន្តឬក៏ធ្វើលំហាត់ឲ្យបានស្ទាត់ជំនាញពីឯប្រវត្តិវិទ្យាវិញអ្នកទាំងអស់គ្នាគួររំលឹកព្រឹត្តិការណ៍ក៏ដូចជារំលឹកឆ្នាំឬសម័យកាលដែលកន្លងហួសទៅបាត់ហើយនៅមុខវិជ្ជាផ្សេងទៀតដូចជាហេដ្ឋាវិទ្យាភូមិវិទ្យាអង់គ្លេសហើយនិងពលរដ្ឋវិទ្យាជាដើមហើយពលរដ្ឋវិទ្យានេះក៏សំខាន់ណាស់ដែរដូចជាពាក្យពិបាកនៅក្នុងពលរដ្ឋវិទ្យាដែលគេហៅថាពាក្យស្តង់ដារនៃច្បាប់វាឯមុខវិជ្ជាមួយទៀតដែលសំខាន់នោះគឺតែងសេចក្តីពិតជាសំខាន់ណាស់នៅក្នុងវិទ្យាសាស្ត្រសង្គមដែលសារមុខវិជ្ជានេះគឺមានពិន្ទុរហូតដល់125ពិន្ទុឯណោះហើយចំណុចទី2បេក្ខជនទាំងអស់ត្រូវត្រៀមចិត្តរក្សាចិត្តថាខ្លួនឯងនឹងអាចធ្វើបានហើយនឹងអាចយកនីតិល្អជូនគ្រួសារឪពុកម្ដាយនិងលោកនាយកដែលជាការផ្ដល់គេឈ្មោះដល់ពួកគាត់ហើយចំណុចទី3នោះបេក្ខជនទាំងអស់ត្រូវរក្សាសុខភាពឲ្យបានល្អសម្រាប់ស្អាតសម្រាប់បានគ្រប់គ្រាន់ញ៉ាំស្អាតហើយនឹងរស់នៅដោយមានអនាម័យចំណុចទី4អ្នកទាំងអស់គ្នាត្រូវត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់ដូចជាកាតប្រឡងនៅពេលដែលលោកវិទ្យុឲ្យកាតប្រឡងទៅបេក្ខជនទាំងអស់ត្រូវយកទៅអ៊ុតដើម្បីធានាសុវត្ថិភាពថាមិនប្រឡាក់និងមិនជ្រាបទឹកហើយបិចអ្នកទាំងអស់គ្នាយកប្រភេទបិចដូចគ្នាហើយនឹងត្រៀមបន្ទាត់និងឯកសណ្ឋានជាសិស្សជាដើមហើយចំណុចទី5នោះបេក្ខជនទាំងអស់ត្រូវតែទៅមណ្ឌលប្រឡងធ្វើយ៉ាងហោចណាស់មុន30នាទីហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណនិងសូមជូនពរឲ្យបេក្ខជននិងមិត្តរួមចំនួនឆ្នាំ2026នេះប្រឡងធ្វើដំណើរទៅមណ្ឌលប្រឡងនិងទទួលបាននីតិល្អគ្រប់